ត្រូវសូវដំឬក៏សូវ4របស់ពិភពក៏អាចបានបាត់បានដូចគ្នាទាំងអស់ព្រោះធម៌នេះព្រះដ៏មានវិជ្ជាទ្រង់សម្ដែងសំដោះដល់សត្វទូទៅមិនរើសឋានៈមិនរើសវិស័យមិនរើសស្នាក់នេះអត់ព្រោះលោកលើកឡើងពួកអំពីរឿងអតិកម្មនិកបុគ្គលគឺថាសត្វទូអញ្ចឹងបងអតិកម្មនិកបុគ្គលអតិកម្មនិកបុគ្គលបុគ្គលថ្មីត្រូវរៀនធម៌ទាំងអស់ហ្នឹងឯងអញ្ចឹងព្រះដែលមានពធាលើកសំដោះតាំងពីគ្មានឧបនិស្ស័យរហូតដល់មានឧបនិស្ស័យបានសម្រេចថ្នាក់នេះថ្នាក់នោះដល់រហូតដល់អរហន្តគឺថាបានទូទៅទាំងអស់អញ្ចឹងលំដាប់ថ្នាក់នេះព្រះសម្ដែងអំពីកម្មដ្ឋាន40ហើយសិលយើងដឹងហើយបាបទាំងអស់គ្នាហើយសិលដូចគ្នាថ្នាក់ទី1គឺត្រូវសិក្សាសិលហើយសទ្ធានិងសិលដូចគ្នាគឺថាសិល5សិល8អបោសតសិលនិងអតិរិកសិលសិល10នឹងនៅខាងក្រហមពីខុសិល10តាមនៅសិល10ហើយមានតាំងពីទនកម្ម10មាននសកៈ10លោកវិជ្ជា49កថៃវត្ត75អតិខោមានបរិមោខៈសង្វរសិលជាដើមគឺថាសិលនឹងបាបទាំងអស់គ្នាតាំងថ្នាក់ទី1ទី2ទី3មួយសិលជាបាបដូចគ្នាទាំងអស់ដល់ចិត្តមាន3ថ្នាក់ព្រោះកម្មដ្ឋាន40នឹងមាន3ថ្នាក់គឺថ្នាក់ឧបចារៈនិងប្រយោគគឺដែលមានចិត្តត្រឹមតែឧបចារៈគឺមានក្នុងកម្មដ្ឋានទាំង10មានពុទ្ធធានស្ទេធម្មមានស្ទេសង្ឃធានស្ទេតៃឡានស្ទេចៈធានស្ទេទេវតានស្ទេមរណានស្ទេឧបសម្មានុស្ទេអាហារេបដិកោសញ្ញានិងធាតុកម្មដ្ឋានមួយទៀតគឺថាកម្មដ្ឋាន10ហ្នឹងគឺមានអានុភាពត្រឹមតែឧបចារៈឈានទេអត់បានអបណាឈានទេហើយបន្ទាប់អំពីបានចម្រើនឧបចារៈឈានមកគឺត្រូវចម្រើនវិបស្សនាហើយបានសម្រេចមគ្គផលតែម្ដងនេះនឹងមានលក្ខណៈកម្មដ្ឋានមកក្រុមទៀតគ្រឹះទី2គេហៅចិត្តតាំងនោះចិត្តតាំងចៈចម្រើនចិត្តណាចិត្តតាំងភាវយ៉ាងការចម្រើនចិត្តណាកម្មដ្ឋានដែលមានអានុភាពឲ្យសម្រេចចិនថ្នាក់តធម្មជាសមាបត្តិមាន11កម្មដ្ឋានអាសព10មានឧត្តមេតកម្មជាដើមនិងកាយកតាសតិនេះមានអានុភាពឲ្យសម្រេចត្រឹមប៉ុណ្ណឹងនឹងមួយថ្នាក់ព្រះរិយៈបុគ្គលចម្រើនបានតធម្មជាសមាបត្តិហើយនឹងអាចធ្វើនៅវិបស្សនាញាណហើយកាត់កិលេសដាច់ថេងតាមមគ្គផលទៅនិព្វានបាននឹង11កម្មដ្ឋាននឹងមួយថ្នាក់ទៀតនៅក្នុងកម្មដ្ឋានដូចចែកចិត្តនៅតកម្មដ្ឋានដទៃគឺមានកសិណ10អាណាបានស្ទេព្រមវិហារ4សុទ្ធតែឲ្យចំណុចជារូបាវចរៈឈានតាំងពីបឋមឈានទៅរហូតដល់បញ្ចមឈានអស់អារម្មណ៍4ដែលជារូបសមាបត្តិអញ្ចឹងការសិក្សាធម៌តាំងពីឈានទី2ទី3ទី4ទី5ដល់រូបសមាបត្តិអរូបសមាបត្តិរាប់សង្គួរទៅដល់ក្នុងបញ្ចមឈានទី5ដែរព្រមមានអង្គគឺដូចនេះឧបេក្ខានឯកតាអាហ្នឹងគឺជាឋានៈចិត្តទី3អញ្ចឹងចិត្តទី1គ្រឹះឧបចារៈចិត្តទី2គ្រឹះគឺបឋមជាតិចិត្តទី3គ្រឹះគឺបញ្ចមជាតិនេះមាន3គ្រឹះនឹងនៅក្នុងសត្វមៈគឺលោកចែកចិត្តស្រេចអញ្ចឹងបាននៅទៅចិត្តនឹងមាន3ស្នាក់ស្រេចបាត់ហើយវិស័យរបស់ព្រះអរិយដែលត្រូវបានសម្រេចធម៌គឺមាន3ស្នាក់ចិត្តនឹងទាំងអស់ពីសម័យពុទ្ធកាលមកអង្គខ្លះបានឧបចារៈលោកទៅនិព្វានទៅអង្គខ្លះបានបឋមជាតិក៏លោកទៅនិព្វានទៅអង្គខ្លះបានបញ្ចមជាតិក៏លោកទៅនិព្វានទៅអញ្ចឹងមាន3ស្នាក់បាត់នៅក្នុងវត្ថុសម្រាប់ខ្ញុំកណាស្មារតីធ្វើការពិចារណាទៅឃើញដូចនេះឯងហើយធម៌នេះមិនអាចគិតគ្នាបានទេការសិក្សាដំបូងទុកជាកម្មដ្ឋានសម្រាប់ប្តីឬកម្មដ្ឋានអបិក្ដីត្រូវតែជួបនឹងឧបចារៈជាតិទាំងអស់នឹងគេថាចិត្តទី1គឺឧបចារៈជាតិតែបានជួបទូទៅដល់សារទៅជនអ្នកចម្រើនចិត្តហើយទៅជួបអញ្ចឹងមក Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ ហើយទៅជួបអញ្ចឹងមក những video hấp dẫn ហើយទៅជួបអញ្ចឹងមក 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 ហើយទៅជួបអ
នឹងគេហៅក្រុមអតិកម្មវិកបុគ្គលអ្នករៀនថ្មីដែលមិនដែលរៀនកម្មដ្ឋានសោះត្រូវតែជួបចិត្តមួយគេហៅឧបចារជាតិហ្នឹងឯងឧបចារសមាធិឧបចារចិត្តហ្នឹងឯងគេថាទៅជួបមកមិនឡើងផ្លេតដល់អបណាទេមិនឡើងផ្លេតដល់អបណាទេគេថាត្រូវតែឡើងមកដល់ព្រមឧបចារចឹងឯងអញ្ចឹងបានជាឧបចារនេះត្រូវបឋមវិបស្សនារៀនទៅព្រោះវាជាដំបូងនេះថ្នាក់ទី1ណាហើយថ្នាក់ទី2កណាទៅវិឧបចារទៅត្រូវដល់បឋមជាតិណាត្រូវសិក្សាអំពីបឋមជាតិណាអញ្ចឹងយកពីណាបានកម្មបឋមជាតិគេហៅថ្នាក់ចិត្តទី2ជាមួយនឹងបស្សនាទៅនិព្វានបានហើយយកពីមួយទៀតស្គាល់ត្រូវដល់ក្រុមបញ្ចញ្ញជាតិនិងរិទ្ធសមាបត្តិហើយគេហៅថ្នាក់ចិត្តទី3ហើយក៏ចម្រើនបស្សនាទៅនិព្វានទៅអញ្ចឹង3ថ្នាក់ចិត្តណា3ថ្នាក់ចិត្តអញ្ចឹងយើងស្ដាប់បន្តណាអញ្ចឹងទៅបាតមួយចិត្តមានបាត3នេះចិត្តថ្នាក់ឧបចារៈអញ្ចឹងយកជាវិចារណាដែលរៀនបានថ្នាក់ឧបចារៈឈានឬអាណាបានទៅ4 5ថ្នាក់ឧបេក្ខាទៅសិក្សាវិបស្សនានេះហើយថ្នាក់បឋមនឹងគោលការណ៍ហើយយកពីណាដែលរៀនដល់ថ្នាក់បឋមឈានជាបានហើយទៅសិក្សាវិបស្សនាអានឹងគេហៅថ្នាក់មធ្យមនិងថ្នាក់ចិត្តទី2ដល់ថ្នាក់ចិត្តទី3គឺពួកអបណាឈានខាងលើក្រុមបញ្ចមឈានហើយនឹងអរុសមាបត្តិដល់សិក្សាបានហើយទៅរៀនបស្សនាអានឹងគេហៅថ្នាក់ចិត្តទី3ធ្វើដំវិបស្សនាអញ្ចឹងបានន័យថាការបែងចែកចិត្តនឹងគឺព្រះដ៏មានវិធីលោកបែងចែកដូចទៅហើយមិនមែនទូតែខ្ញុំកណាស្មារតីបែងចែកពេលនេះទេគឺបែងចែកដូចទៅហើយតែអ្នកមិនបានគិតយកមកប្រែការមិនកើតឥឡូវនេះចូលទៅដល់កម្មវិធីសិក្សាថ្នាក់បឋមតើយើងសិក្សាអំពីអ្វីខ្លះណាអញ្ចឹងដើម្បីមុននឹងរៀនទ្រឹស្ដីគឺត្រូវរៀនអនុវត្តចាំស្ដាប់ដំណើរដែលត្រូវអនុវត្តយ៉ាងម៉េចខ្លះឥឡូវយើងនាំគ្នាអង្គុយអនុវត្តហើយចាំស្ដាប់សំឡេងបើលើសំឡេងពេលដល់ណាត្រូវកំណត់ចិត្តដល់ហ្នឹងណានឹងការស្ដាប់សំឡេងអង្គុយចម្រើនហើយស្ដាប់សំឡេងស្មាផ្ទាល់បើសិនជាលឺសូរសំឡេងនេះឲ្យកំណត់អីកំណត់នឹងផ្សេងវិធីចិត្តប្រសិទ្ធទៅតាមសតៈទៅតាមទីទៅជាដូច្នេះកម្មវិធីទី1ត្រូវអង្គុយតែនភ្នែកទាំងអស់គ្នានឹងយើងរៀនទៅតាមវិធីសាស្ត្រអនុវត្តដល់ប៉ុតទៅបានរៀនទ្រឹស្ដីអង្គុយតែនភ្នែកនឹងមានវិធីអង្គុយគឺជើងស្ដាំត្រួតដោយជើងឆ្វេងតម្កល់កាយឲ្យត្រង់យើងលើកអោនចុះបន្តិចតោះឃើញយើងលើកអោនចុះបន្តិចប្រមូលចិត្តដាក់ក្នុងដើមទ្រូងប្រមូលចិត្តដាក់ក្នុងដើមទ្រូងលើកភ្នែកឥឡូវចាប់ចម្រើននៅដង្ហើមចេញវែងចូលវែងទៅតាមដានខ្យល់ចូលវែងដឹងដកវែងចេញវែងដឹងចូលវែងដឹងចេញវែងដឹងឥឡូវតាមដាននឹងហើយខ្លីចេញខ្លីដឹងចូលខ្លីដឹងព្រោះយើងសិតតែអ្នកចេះបណ្ដោយដង្ហើមឡើងទៅលើអស់រងាប់នៅកាយសង្ខារទាំងអស់ចំណាំនៅដង្ហើមល្អិតតាមដានខ្យល់ល្អិត
ដាក់ចិត្តក្នុងទ្រង់ក្នុងពោះតាមដានខ្យល់ក្នុងទ្រង់ក្នុងពោះដល់ល្អិតសតិឲ្យដឹងច្បាស់ប្រកបនៅដង្ហើមដល់ល្អិតនៅក្នុងទ្រង់ក្នុងពោះដែលប្រព្រឹត្តទៅឡើងចុះឡើងចុះនេះជាសមថកម្មដ្ឋាននៅក្នុងពេលណាខ្យល់ល្អិតចិត្តឡើងកាន់ឧបេក្ខាឯកតាចិត្តជាទួកម្មវចរៈកុសលឧបេក្ខាសម្លឹងនៅខ្យល់ចូលខ្យល់ចេញឧបេក្ខាសម្លឹងនៅខ្យល់ចូលនិងខ្យល់ចេញអត់មានកាន់យកអ្វីតាមបញ្ញត្តិទេអត់រវល់នឹងរូបអត់រវល់នឹងសម្លេងអត់រវល់នឹងក្លិនអត់រវល់នឹងរូបអត់នឹងរវល់នឹងអ្វីដែលប៉ះនឹងកាយសតិគិតតែដង្ហើមចូលដង្ហើមចេញដល់អត់ខាងក្នុងចម្រើនយូរស្ងប់អស់ដឹងថាអស់ចោលចាំមើលខ្យល់កើតឡើងវិញចាប់ចម្រើនដង្ហើមចុះឡើងដងទៀតតាមបានខ្យល់ចុះឡើងរហូតសតិគិតតែដង្ហើមចូលដង្ហើមចេញតាមយ៉ាងនេះជាសមថៈព្រោះក្នុងសម័យដែលចិត្តកំពុងតែសម្លឹងខ្យល់ជាចិត្តប្រកបដោយឧបេក្ខានៅក្នុងសម័យនេះឯងមិនមានលោភៈមិនមានទោសៈមិនមានមោហៈតទៅសោះឡើយលោភៈប្រែថាធម្មជាតិជាប់ជំពាក់ក្នុងអារម្មណ៍អញ្ចឹងពេលដែលឧបេក្ខាកម្លាំងខ្យល់នឹងអត់មានបានទៅជាប់ជំពាក់ស្អីទេអញ្ចឹងឬចាក់លោកចាក់មួយមិនបានជាប់ជំពាក់នៅរូបទោសៈធម្មជាតិប្រទុះក្នុងអារម្មណ៍ទោសៈធម្មជាតិប្រទុះក្នុងអារម្មណ៍អញ្ចឹងឧបេក្ខាចិត្តដែលកំពុងសម្លឹងនៅខ្យល់មិនបានក្តៅក្រហាយនឹងចិត្តណាឡើយមោហៈធម្មជាតិវង្វេងប្រកាន់ថាជាអញថាជារបស់អញក្នុងអារម្មណ៍អញ្ចឹងក្នុងពេលសម័យឧបេក្ខាចិត្តដែលកំពុងសម្លឹងខ្យល់មិនមានការប្រកាន់ថាជាតួអញថាជាតួរបស់អញឡើយដូច្នេះតើអ្វីដែលជាអ្នកប្រព្រឹត្តទៅគឺរូបធម៌និងនាមធម៌កំពុងប្រព្រឹត្តទៅរូបគឺដង្ហើមចូលនិងដង្ហើមចេញនាមគឺសតិនិងញាណរលឹកនឹងដឹងធម៌ទាំងឡាយ3គឺសតិនិងញាណហើយនឹងខ្យល់កំពុងតែធ្វើការប្រព្រឹត្តឡើងចុះមិនមែនជាតួខ្លួនមិនមែនជាតួសត្វមិនមែនជាតួបុគ្គលត្រង់នេះហើយដែលឈ្មោះថាសមថភាវនាធម៌ស្ងប់ការចម្រើនធម៌ស្ងប់ឥឡូវយើងបានឧបេក្ខាហើយខំប្រឹងហាត់ឧបេក្ខាឲ្យមានកម្លាំងដោយមិនឲ្យមានសមរស់ក្នុងទូមនោះបន្ទាប់មកឥឡូវលះបង់ការគិតដង្ហើមចេញចូលវែងចេញវែងចិត្តតែលក្ខណៈលហើយដែលមានក្នុងកាយពីដើមយើងចិត្តចេញដឹងទៅដឹងឥឡូវលែងចិត្តចេញដឹងទៅដឹងសតិនិងបញ្ញាដឹងតែភាពលហើយដែលស្ថិតនៅក្នុងខ្លួនក្នុងព្រមនឹងខ្លួនហ្នឹងសតិតាមរិលតាមមើលនៅសភាពលហើយដែលឡើងចុះក្នុងកាយមិនបានពោលថាចេញដឹងទៅដឹងទេដឹងសភាពលហើយដែលផ្សាយទៅឡើងចុះក្នុងកាយដឹងតែប៉ុណ្ណឹង
ស្រាលហ្នឹងទៅទៀតស្រាលទៅទៀតលហើយស្រាលលហើយដឹងត្រង់លហើយហ្នឹងមកដឹងត្រង់ស្រាលហ្នឹងនេះឈ្មោះថាយកទីកំពុងសំនិបត្តិកំណត់នៅរូបបរមត្ថវិយោធាតុមានលក្ខណៈលហើយជាលក្ខណៈនេះជារូបបរមត្ថចិត្តកំពុងតាមដាននៅលក្ខណៈរូបលហើយមិនបានចិត្តនៅរូបអ្វីទាំងអស់រូបឯណាដែលប៉ះនឹងបញ្ញធាមិនបានចិត្តទេគឺចិត្តតែរូបកម្មយកតាមផ្លូវមនោធាតុតែម្យ៉ាងដែលផ្សាយចូលតាមកាយធាតុតែធាតុលហើយតាមដាននៅរូបលហើយកំណត់ដឹងនៅរូបលហើយស្គាល់នៅរូបលហើយចាំនៅសភាពលហើយគិតនៅសភាពលហើយដឹងនៅសភាពលហើយកំពុងស្ទាយប្រកបនៅសភាពលហើយហើយវេទនាសភាពកំពុងចាំនៅសភាពលហើយហើយបញ្ញាកំពុងគិតនៅសភាពលហើយហើយចេតនាកំពុងដឹងនៅសភាពលហើយហើយវិញ្ញាណកំពុងប៉ះនៅភាពលហើយហើយភាសាលហើយជាតួរូបស្ទាយអារម្មណ៍ស្មើដឹងលហើយជាតួនាមលហើយជាតួរូបសភាពកំពុងទៅចាំនៅភាពលហើយជាតួនាមសភាពលហើយជាតួរូបកំពុងចិត្តនៅសភាពលហើយការចិត្តជាតួនាមសភាពលហើយជាតួរូបដឹងនៅភាពលហើយជាតួនាមសភាពលហើយជាតួរូបប៉ះនៅភាពលហើយជាតួនាមសតិនិងញាណកំពុងតាមដាននៅលក្ខណៈវិយោនេះជារូបបរមត្ថនេះជាផ្លូវបនិបត្តិដើម្បីបានសតិវិសុទ្ធិនេះជាកិច្ចបនិបត្តិដើម្បីបានសតិវិសុទ្ធិជាតួបញ្ញាទី1ក្នុងសាសនានេះនៅត្រង់ឧបេក្ខាចិត្តកំពុងតាមដានខ្យល់ចេញវែងចូលវែងនេះហៅថាកំពុងតែចូលឈាមនៅពេលដែលឧបេក្ខាចិត្តលែងសម្លឹងចូលដឹងពេញដឹងហើយងាកមកសម្លឹងនៅលក្ខណៈលហើយនេះជាការចេញចាកឈាមអំពីសមាបត្តិសមថៈឈាមខាងក្រៅគឺជាលក្ខណោបនិឈាមឈាមលើកមុនហៅសតអារម្មណោបនិឈាមឈាមដែលកំពុងសម្លឹងខ្យល់ចេញវែងចូលវែងហើយអារម្មណោបនិឈាមឈាមដែលកំពុងដឹកនៅលក្ខណៈលហើយនេះជាលក្ខណោបនិឈាមការផ្លាស់ចិត្តចេញអំពីការដឹងចេញវែងចូលវែងមកដឹងត្រង់លក្ខណៈហើយនេះជាការចេញចាកឈាមនេះជាការចេញចាកឈាមអនុបត្តិនេះគឺកំពុងតែកំណត់ដឹងនៅរូបបរមត្ថត្រង់សភាពលហើយឥឡូវបានស្គាល់ហើយបានស្គាល់នៅលក្ខណៈលហើយត្រូវកំណត់ចិត្តថានេះជាតួរូបធម៌នេះជាតួរូបធម៌កំណត់ថានេះជាតួរូបធម៌គឺរូបបរមត្ថឥឡូវនេះបានដឹងឥឡូវនេះយើងស្គាល់នៅរូបហើយឥឡូវនាំគ្នាកំណត់នៅនាមធម៌ម្ដងឥឡូវនេះដោះចិត្តចេញអំពីលក្ខណៈលហើយមករំពឹងចិត្តលើអំពីសភាដែលបានដឹងមិញ
ធ្វើទុកក្នុងចិត្តពិចារណានៅភាពស្មើស្មើតើនៅអារម្មណ៍ម្នាក់រំពឹងមើលភាពចាំនៅលក្ខណៈលហើយភាពគិតភាពដឹងភាពប៉ះត្រូវកំណត់ថាធម៌ទាំងឡាយមានសាសៈជាគម្រប់5ដែលតាំងយកលក្ខណៈលហើយមិនឯងជាតួនាមធម៌ដោយអត្ថាអោនទៅវេទនាធម្មជាតិតើធម្មជាតិចាំធម្មជាតិគិតធម្មជាតិដឹងនៅភាពលហើយធម្មជាតិប៉ះនៅភាពលហើយនេះជានាមធម៌ព្រោះមានកិរិយាអោនទៅជានិច្ចអោនទៅសើអោនទៅចាំអោនទៅចាំអោនទៅគិតអោនទៅដឹងកំណត់ថានេះជាតួនាមធម៌នេះជាតួនាមធម៌ការសើការចាំការគិតការដឹងការប៉ះនេះជាតួនាមធម៌ព្រោះមានសភាពអោនទៅសើអោនទៅចាំអោនទៅគិតអោនទៅដឹងអោនទៅប៉ះនៅរូបបរមត្តគឺលហើយនេះជាតួនាមធម៌កិច្ចប្រតិបត្តិដើម្បីកំណត់ដឹងនៅរូបធម៌គឺប្រះយោគីក៏បីកំណត់ដឹងកាន់យកនៅកំណត់ដឹងនៅរូបធម៌អរូបធម៌មានវេទនាបញ្ញាចេតនាវិញ្ញាណភាសៈកើតឡើងព្រោះអាស្រ័យនឹងរូបធម៌ដូច្នេះរូបនាមបានបាត់ក្នុងរូបដើម្បីបានអរូបការកំណត់ដឹងនៅរូបឈ្មោះថាជាការកំណត់ដឹងនៅសភាវៈពិតតាមផ្លូវវិបស្សនាពិតបើសិនជាកំណត់ដឹងនៅរូបពុំទាន់យល់ច្បាស់ទេយោគីមិនគប្បីលះបង់នៅការគិតនៅរូបឡើយត្រូវតែឧស្សាហ៍ព្យាយាមពិចារណាធ្វើទុកក្នុងចិត្តកំណត់ដឹងតម្កល់ទុកនៅលក្ខណៈលហើយតើជាយល់ច្បាស់ទៅចិត្តត្រង់ភាពដែលយល់ទៅចិត្តឯងជាតួអរូបធម៌កើតឡើងហើយចូលចិត្តយល់ដឹងជាច្បាស់ប្រកបថាលក្ខណៈលហើយមានពិតនេះជាអរូបធម៌អរូបធម៌កើតឡើងមកអំពីយោគីខំប្រឹងប្រតិបត្តិកំណត់នៅលក្ខណៈរូបព្រះដែលមានប្រធានទ្រង់បានប្រះសម្ដែងថាការដែលប្រះយោគីកំណត់នៅរូបធម៌ហើយបានកំណត់នៅអរូបកាលណាបើអរូបធម៌មិនទាន់កើតឡើងទេបើភាពអរូបធម៌ជាធម្មជាតិល្អគឺយោគីមិនគប្បីលះបង់នៅធរៈការកំណត់រូបធម៌ឡើយត្រូវតែពិចារណាធ្វើទុកក្នុងចិត្តកំណត់ឲ្យរឿយលុះត្រាតែបានយល់ច្បាស់ចូលចិត្តការយល់ច្បាស់ចូលចិត្តនេះឯងហើយឈ្មោះថាអរូបធម៌បានកើតឡើងហើយដោយមានលក្ខណៈដែលយល់ជាអារម្មណ៍មានសេចក្តីប្រៀបធៀបដូចជាបុគ្គលឆ្លោះមុខនឹងកញ្ចក់កាលណាដែលឆ្លោះមុខពុំទាន់ឃើញទេកុំទាន់លះបង់នៅការឆ្លោះមុខឡើយត្រូវតែយកកំណត់នៅជួរកញ្ចក់ព្រោះការមើលមិនឃើញព្រមមានធូលីបាំងនឹងកញ្ចក់នៅក្នុងសម័យណាអ្នកឆ្លោះកញ្ចក់គេបានយកនៅសម្ពុតមកជុះរឿយទៅស្រាប់តែគេឃើញមុខគេក្នុងកញ្ចក់នោះឯងយ៉ាងណាមិញនៅក្នុងសម័យណាដែលយោគីធ្វើទុកក្នុងចិត្តតាមដាននៅលក្ខណៈលហើយពុំទាន់យល់ចូលចិត្តទេទុកដូចជាការឆ្លោះមុខមិនឃើញបើសិនជាមិនទាន់យល់ចូលចិត្តទេមិនត្រូវការលះបង់តទៅសោះឡើយ
ត្រូវតែខំប្រឹងគិតតទៅទៀតដូចជាការយកក្រណាត់មកជូតមុខកញ្ចក់រហូតដល់បានឃើញយល់ចូលចិត្តថានេះជាតួវាយុមែនការយល់ចូលចិត្តគឺទុកដូចជាមុខដែលឆ្លោះចេញមកអំពីក្នុងកញ្ចក់ដូច្នោះដែរដូច្នេះកញ្ចក់នេះដែលវាកើតឡើងមុខដែលនៅក្នុងកញ្ចក់ដែលកើតឡើងបានអាស្រ័យនឹងកញ្ចក់អាស្រ័យនឹងការដកហាត់យ៉ាងណាមិញអរូបធម៌ទាំងឡាយដែលកើតឡើងបានអាស្រ័យនឹងរូបបរមត្តហើយនឹងសតិនឹងញាណដែលកំពុងតាមដានធ្វើការដឹងសន្សំយូរយូរទុកដូចជាការដកហាត់រហូតដល់ការចូលចិត្តកលែងនេះអរូបធម៌កើតឡើងហើយការចម្រើនវិបស្សនាមិនមែនជាការសាចព្រិចលែងចិត្តលែងសតិឲ្យប្រព្រឹត្តទៅតាមទ្វា6ដែលគ្មានទីតម្កល់នោះទេយោគីទាំងឡាយដែលអាចលែងខ្លួនចោលមានសតិនឹងយន្តតាមដឹងនៅសភាវៈបរមត្តដែលកើតឡើងតាមទ្វា6ដែលគ្មានការតម្កល់នេះសម្រាប់យោគីជាន់ខ្ពស់ដែលមានវិបស្សនាចាស់ជុំហើយនិងអ្នកវិបស្សនាចាស់ជុំហើយបានអាចលែងនៅទីតាំងបានហើយកំណត់ដឹងនៅលក្ខណៈសភាវរូបសភាវធម៌ដែលកើតតាមទ្វា6ដែលគ្មានទីតាំងគ្មានទីតម្កល់នេះជាវិបស្សនាជាន់ខ្ពស់បុគ្គលដែលទើបតែរៀនសូត្រមិនអាចធ្វើបែបនេះបានតទៅសោះឡើយបើទុកជាខំប្រឹងយូរអស់ការច្រើនឆ្នាំយ៉ាងណាក៏មិនស្គាល់រូបធម៌និងនាមធម៌ដែរដូចជាកូនក្មេងកុមារតូចទើបតែកើតអំពីផ្ទៃហើយឲ្យទូនៅដៅស្រូវបើគិតជាវាយបង្ខំយ៉ាងណាក៏លើកមិនរួចដែរបញ្ញាតិចបារមីខ្ចីសតិសម្បជញ្ញៈចេះតែរលឹកទឹកដូចជាកូនដូចកុមារដែលខ្ចីតូចរូបបរមត្តទឹកដូចជាបាយអង្គដូច្នេះបុគ្គលដែលមានសតិតិចចិត្តស្រាលរវល់តែនិរណៈក្រសង្កត់ចិត្តមិនអាចធ្វើដូច្នោះបានឡើយបើទុកជាខំប្រឹងថាឲ្យតើតែស្លាប់ខ្លួនក៏រឿងរូបនាងក៏នៅតែមិនដឹងរូបនាងនោះត្រង់ណាព្រោះទៅមិនរួចឥឡូវនេះសពរសជនទាំងឡាយសុទ្ធតែកុមារតូចទើបតែកើតពីផ្ទៃម្ដាយទោះបើមិនកើតទេអញ្ចឹងត្រូវតែមានទីតម្កល់សិនបល័យថារូបមេវៈកណបណੰសមទេតទាំងក៏បីពិចារណានៅរូបនោះរឿយរូបបរមត្តគឺលក្ខណៈវិយោមិនត្រូវកើតលះបង់ឯនេះបន្តិចទៅនោះបន្តិចទេឲ្យស្គាល់សិនរូបតាំងកណបណੰមនសិកាតទាំងត្រូវធ្វើទុកក្នុងចិត្តនៅរូបនោះឲ្យរឿយធ្វើឲ្យធ្វើទៀតមិនមែនតែពីពេញទឹកពេញក្តីទេកាន់កណាតំណឹងឲ្យប្រកបរូបតាំងកណបណੰបរិកណហេតទាំងក៏បីកំណត់ដោយជំវិញឲ្យរឿយនៅរូបនោះមិនត្រូវការឆ្វេងឆ្វាយផ្លូវចិត្តតាមទ្វាច្រើនទេរូបតាំងកណបណੰយវត្ថទេតទាំងត្រូវតម្កល់ចិត្តកំណត់នៅរូបនោះរឿយមិនត្រូវការឲ្យឆ្វេងឆ្វាយទៅកាន់រូបតីទេព្រោះយើងពុំទាន់បានចេះពុំទាន់បានដឹងទោះបីត្រឹមតែរូបមួយមិនដែលស្គាល់ផងតើនឹងដឹងរូបតីទៀតដូចមិនបាន